ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការប្រើប្រាស់ខ្មែរ SMM ដើម្បីជួយអ្នកប្រម៉ូទ TikTok វីដេអូឲ្យល្បីនៅក្នុងរយៈពេលដ៏ខ្លីសម្រាប់បងប្អូនដែលចង់ឲ្យ TikTok របស់បងប្អូនល្បីឬក៏ចង់ឲ្យវីដេអូ TikTok របស់បងប្អូនផ្ទុះបងប្អូនអាចធ្វើតាមវីដេអូនេះបានហើយសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូ TikTok ណាមួយរបស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនចូលមកក្នុង website សិនមកសម្រាប់ website របស់យើងនឹងដែរគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការចុះឈ្មោះចូលទៅក្នុង website ទេឬក៏បងប្អូនដែលមកថ្មីអត់ទាន់ដឹងអំពីរបៀបនៃការចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងណាបងប្អូននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម TikTok គឺការបង្កើន like ឬក៏បេះដូងទៅលើវីដេអូ TikTok របស់បងប្អូនអញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo TikTok នេះសិនមកបន្តមកទៀតបងប្អូនអុសមកក្រោមបន្តិចដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនឹងដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង TikTok របស់បងប្អូនគឺយើងមានដូចជាប្រភេទ TikTok Live TikTok View TikTok Follower TikTok High Speed TikTok New Update TikTok Story View TikTok Report TikTok Live បូកជាមួយនឹង View TikTok Comment និងសេវាកម្មផ្សេងៗជាច្រើនទៀតរបស់បងប្អូនប៉ុន្តែបងប្អូនជ្រើសរើសយកសេវាកម្មដែលមានឈ្មោះថា TikTok Live របស់បងប្អូនសម្រាប់ TikTok Live នឹងដែរគឺយើងមានច្រើនជម្រើសឲ្យបងប្អូនជ្រើសរើសសម្រាប់ជម្រើសទាំងអស់នឹងដែរក៏អត់សូវជាខុសគ្នាប៉ុន្មានទេបងប្អូនគឺស្តៀងគ្នាទេបងប្អូនចឹងសម្រាប់ជម្រើសសេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមានឈ្មោះថា TikTok Live Fast Speed នឹងបងប្អូនចំណុចបន្តមកទៀតបងប្អូនមកនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសបានទៅតាមតម្រូវការរបស់បងប្អូនសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនគឺអត់ដល់$1ទេនៅក្នុង1000 like បងប្អូនចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺមានតម្លៃធូរថ្លៃខ្លាំងមែនទែនបងប្អូនចឹងបងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសទៅលើសេវាកម្មដែលនៅខាងលើគេនេះបងអស់បងប្អូនគឺសេវាកម្មដែលមាន ID កូដ10កត់423 TikTok Live Hidden Account នេះបងប្អូនចំណុចបន្តមកទៀតបងប្អូនមកនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺតម្រូវឲ្យបងប្អូនចូលទៅ copy link ពីវីដេអូនៅក្នុង account TikTok របស់បងប្អូនអញ្ចឹងបងប្អូនចូលទៅក្នុង account TikTok របស់បងប្អូនសិនមកសម្រាប់កន្លែងនឹងដែរគឺបងប្អូនគ្រាន់តែធ្វើការជ្រើសរើសទៅលើវីដេអូណាមួយដែលបងប្អូនចង់ធ្វើការបង្កើន like ឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសវីដេអូនេះដើម្បីដាក់ like choបងប្អូនហើយដើម្បីអាចធ្វើការ copy link នឹងបានបងប្អូនឃើញសញ្ញាព្រួយនៅខាងស្ដាំដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាព្រួយនឹងមកតមកទៀតបងប្អូនចុចនៅលើពាក្យ copy link បន្ទាប់ពី copy link បានហើយបងប្អូនចេញពីក្នុង account TikTok របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែយក link ដែលបងប្អូនបាន copy មុននឹងយកមកផានៅក្នុង website នេះវិញបងប្អូនគឺបងប្អូនធ្វើការសង្កត់ទៅលើប្រអប់ link និង download ជាអក្សរផាសមកឲ្យបងប្អូនចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចធ្វើការផាស link នឹងបានហើយបន្ទាប់ពីបងប្អូនបានធ្វើការផាស link ហើយបងប្អូនមកបន្ទាប់នៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន like ដែលបងប្អូនចង់បានសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 like រហូតទៅដល់5លាន like បងប្អូនក្នុងចន្លោះនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹមតែ10 like ទេហើយនឹងច្រើនបំផុតគឺត្រឹម5លាន like បងប្អូនហើយសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនចឹងគឺខ្ញុំមិនដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ10 like ទេបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាកសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗមកឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតែបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនឧទាហរណ៍ថាដូចនៅត្រង់កន្លែងនឹងដែរគឺខ្ញុំដាក់ចំនួន10 like បងប្អូនចឹងនៅកន្លែងឆាកនឹងដែរគឺវានឹងគិតលុយឲ្យអស់ត្រឹមប៉ុណ្ណឹងបងប្អូនប៉ុន្តែសម្រាប់កន្លែងឆាកនឹងដែរគឺវាអត់នៅថេរដដែលទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន like ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី10បងប្អូនដាក់20 100ឬក៏ 1k 2k អញ្ចឹងនៅត្រង់កន្លែងឆាកនឹងដែរគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួនដែលបងប្អូនបានដាក់នៅខាងលើនឹងបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់ទាំងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបានបន្ទាប់ពីបងប្អូនបានចុច submit ហើយនៅ download ជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល3ម៉ោងបន្ទាប់ពីបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនតែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវឲ្យបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន like ទៅលើវីដេអូ TikTok ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់ច្បាស់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ